អាយុទើបតែ35ឆ្នាំតែគាត់ហូបថ្នាំបញ្ចុះឈាមដោយសារគាត់ថតលើខ្លាញ់លើឈាមខែ1 2024អេកូបេះដូងគាត់ធម្មតាចាប់ពីខែ4 2025គាត់ចាប់ដើមថប់ដង្ហើមញ័រទ្រូងនិងតឹងទ្រូងពេលគេងនៅខែ7គាត់បានមកពិនិត្យយើងឃើញថាសម្ពាធឈាមគាត់ឡើងដល់15គាត់មានបេះដូងដើរខុសចង្វាក់ជាមូលហេតុដែលធ្វើឲ្យគាត់ញ័រទ្រូងហើយអេកូបេះដូងគាត់បង្ហាញថាកម្រាស់សាច់បេះដូងគាត់ឡើងក្រាស់រហូតដល់13មីលីម៉ែត្រចាប់ផ្ដើមធ្វើការព្យាបាលជំងឺលើឈាមនិងផលវិបាកនៃជំងឺលើឈាមមកលើបេះដូងគាត់ការព្យាបាលបានត្រឹមត្រូវរយៈពេល3ខែក្រោយមកខ្លាញ់និងសម្ពាធឈាមគាត់គ្រប់គ្រងបានល្អជាមួយការប្រើប្រាស់ថ្នាំតិចបំផុតអាការៈខ្សោយបេះដូងបុកញ័រទ្រូងក៏បាត់ហើយកម្រាស់សាច់បេះដូងរបស់គាត់បានធ្លាក់ចុះមកក្នុងកម្រិតធម្មតាវិញពី13មីលីម៉ែត្រមក10មីលីម៉ែត្រតែប៉ុណ្ណោះសូមកុំមានការរារែកភ័យខ្លាចក្នុងការមកពិនិត្យការធ្វើរោគវិនិច្ឆ័យនិងព្យាបាលបានត្រឹមត្រូវទាន់ពេលវេលាកាត់បន្ថយអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរបានហើយការលើសខ្លាញ់និងលើសសម្ពាធឈាមវាមិនបណ្ដាលឲ្យចេញរោគសញ្ញាច្បាស់លាស់ទេរហូតទាល់តែវាប៉ះពាល់ទៅដល់សរីរាង្គសំខាន់ៗទៅហើយ